សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានឯកភាពជាមួយនឹងទូតអូទ្រីសដែលបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាអូទ្រីសនៅក្នុងការជំរុញវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចឲ្យមានកំណើនជាមួយគ្នាបន្ថែមទៀតឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងក្រោយពីបញ្ចប់កិច្ចជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមវីហៀលម៉ាក់ស៊ីមីឡង់ដុងកូឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ថាក្រោយពីទូតអូទ្រីសបានបង្ហាញក្តីសង្ឃឹមចំពោះកំណើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទាំងពីរកើនឡើងជាមួយគ្នាបន្ថែមទៀតនោះសម្ដេចតេជោក៏បានបង្ហាញក្តីសង្ឃឹមដូចគ្នានេះដែរអ្នកនាំពាក្យព្រឹទ្ធសភាបន្តថាម្ដេចជួបបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតដែលធ្វើយ៉ាងណាជំរុញឲ្យវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចរវាងកម្ពុជានិងអូទ្រីសឲ្យកាន់តែរីកចម្រើនពីព្រោះសម្ដេចតេជោបញ្ជាក់ថានាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងនយោបាយការបរទេសរបស់ប្រទេសទាំងពីរមានភាពរីកចម្រើនសម្ដេចតេជោបានបញ្ជាក់ទៀតថាដូច្នេះត្រូវទាមទារបន្ថែមទៀតនៅផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចឲ្យដើរទន្ទឹមទៅជាមួយគ្នានេះដែរសម្ដេចតេជោក៏ចង់ឃើញកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌនយោបាយនិងក្របខ័ណ្ឌក្រសួងការបរទេសដើម្បីបើកឲ្យមានការពិភាក្សាគ្នាជាប់ជាប្រចាំដើម្បីស្វែងរកយន្តការនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា